នេះគឺជា Honda HADV 750cc ស៊េរីឆ្នាំ2015ដែលទើបទទួលបានការដោយការ design និងប្រអប់ថ្មីសួស្តីបងប្អូនអរគ្នាជាអ្នកដែលស្រឡាញ់ចូលចិត្តម៉ូតូខ្ញុំបាទ Mr. Moto ស្វាគមន៍មកកាន់វីដេអូថ្មីអំពី Honda HADV ស៊េរីឆ្នាំ2015បន្ទាប់ពីទទួលបានភាពជោគជ័យទៅលើចំនួនមុនក្រុមហ៊ុន Honda បានបន្តអភិវឌ្ឍនៅម៉ូតូ HADV របស់ខ្លួនដើម្បីផ្គប់ចិត្ត fan ហើយបើគិតមកដល់ឆ្នាំ2015នេះវាជាចំនួនទី3ហើយចង់ដឹងលម្អិតតាមដានវីដេអូនេះទាំងអស់គ្នាខ្ញុំសូមផ្ដើមពីការ design ទៅមុនដោយ Honda HADV នេះត្រូវបាន design ឡើងនៅក្នុងគោលគំនិតនៃការបើកបរក្នុងក្រុងនិងបែប adventure ដោយចំណុចបញ្ចូលគ្នានៃការ design ម៉ូតូ scooter និង off-road adventure ហើយនៅក្នុងឆ្នាំ2015នេះផ្នែកលើជង្គង់មុខត្រូវបាន update ឲ្យទៅជាអំពូល LED គុជចំនួន4គ្រាប់2គ្រាប់ជាភ្លើងហ្វាចំណែកឯភ្លើងសញ្ញោត្រូវបានបដូរទីតាំងដាក់រួមបញ្ចូលគ្នាជាមួយនឹងភ្លើង daytime run និង light ដែលមើលទៅកាន់តែទំនើបហើយ clean ស្អាតទៀតផងនៅផ្នែកខាងក្រោមសំណុំអំពូលភ្លើងមានសំណាញ់ដែលមានរងតូចៗជួយនៅក្នុងលំហខ្យល់ក្នុងការបើកបរដោយគុំចូលគ្នារវាងផ្នែកទាំងពីរខាងលើមើលទៅមានទម្រង់ដូចជាអក្សរ H ដែលជាអត្តសញ្ញាណនៃ Honda HADV នេះតែម្ដងដោយម៉ូតូនេះ design ផ្ដោតទៅលើការជិះបែប adventure ផ្នែកខាងលើនៃភ្លើងបំភ្លឺផ្លូវគឺជាកំបាំងខ្យល់ដែលមានប្រវែងវែងមាំអាចការពារអ្នកបើកបរពីការស្ទះខ្យល់បានមួយផ្នែកធំណាមួយវាក៏អាចសេរីឡើងចូលបានតាំងឪពុកអ្នកបើកបរបានផងដែរនៅក្បែរ windshield គឺជាកុងទ័រដែលមានទំហំ5អ៊ីនជាប្រភេទ color full TFT display ដែលបង្ហាញព័ត៌មានទាក់ទងនឹងម៉ូតូរួមមានកម្រិត RPM ល្បឿនកម្រិតសាំងជាដើមកុងទ័រថ្មីនេះក្រុមហ៊ុន Honda បានបំពាក់នូវបច្ចេកវិទ្យាមួយឈ្មោះថា Honda Road Sync ដែលអាចភ្ជាប់ជាមួយនឹងទូរស័ព្ទតាមរយៈមុខងារ Bluetooth កម្មវិធីនេះក៏អាចឲ្យយើងភ្ជាប់មុខងារផែនទីមើលផ្លូវបានហើយពិតជាងាយស្រួលមែនទែនក្នុងការបើកបរត្រូវបានគឺជាផ្នែកដែលស្ថិតនៅក្បែរកុងទ័រដោយ Honda HADV 750cc បានបំពាក់ចង្កូតវែងហើយត្រង់មានលក្ខណៈរឹងមាំស្រួលក្នុងការគ្រប់គ្រងម៉ូតូគ្រប់ស្ថានភាពផ្លូវនៅផ្នែកខាងស្ដាំនិងខាងឆ្វេងនៃចង្កូតមានប៊ូតុងជាច្រើនទាក់ទងនឹងការបញ្ជាដែលក្នុងនោះមានមុខងារពិសេសមួយគឺ Cruise Control ជាមុខងារដែលអាចឲ្យម៉ូតូបន្ថែមនិងថយល្បឿនឲ្យស្វ័យប្រវត្តិទៅតាមយានយន្តដែលស្ថិតនៅខាងមុខកែវគឺជាគ្រឿងបង្គុំដែលផ្ដល់នូវផាសុកភាពដល់អ្នកបើកបរដោយនៅក្នុងឆ្នាំនេះវាត្រូវបានផលិតឡើងឲ្យកាន់តែល្អជាងមុនជាពិសេសការបើកបរក្នុងរយៈចម្ងាយឆ្ងាយបើនិយាយពីកែវផ្នែកខាងក្រោមកែវមានទូកធំមួយមានចំណុច22លីត្រចំណុចប៉ុណ្ណេះអាចឲ្យយើងទុកឲ្យបានច្រើនគួរសមក្នុងការធ្វើដំណើរបន្ទាប់ពីកែវគឺជាភ្លើងកន្ទុយក្រោយដែលត្រូវបានរចនាពីតង់ស្អាតប្លែកចំណុចបែបនេះគឺជាភ្លើងស្នូលជើងស្ដាំជាប្រភេទ LED ដូចគ្នាHonda HADV 750cc ចំណុចនេះត្រូវបានផ្គុំនិងដំឡើងនៅលើគ្រោងឆ្អឹងជាប្រភេទ Diamond Frame ដែលមានលក្ខណៈរឹងមាំហើយស្រាលងាយស្រួលក្នុងការបើកបរចំណែកឯសាក់ស៊ីត្រូវបានផលិតឡើងពីអាលូមីញ៉ុមដែលមានធ្ងន់ស្រាលជាប្រភេទ High Pressure Die-cast Aluminum HADV ស៊េរីឆ្នាំ2015នេះត្រូវបានបំពាក់ម៉ាស៊ីនមានកម្លាំងដូចទៅនឹងស៊េរីចាស់ដែរគឺ 745cc ជាប្រភេទ OHC ដំណើរការចំណេះមាន4តង់មានប៊ីស្តុងចំនួន2សម្រាប់ចំនួន8បញ្ចុះកម្ដៅដោយទឹកស្អន់ព្រមទាំងកាត់បន្ថយសំណើមជាប្រេងម៉ាស៊ីនកំណាប់ W30 ចំនួន 3.4 លីត្រភ្ជាប់ជាមួយនឹងប៊ិចដែលសរសេរនឹងការដែលអាចបាញ់សាំងឲ្យម៉ាស៊ីនឆេះបានជាប្រភេទ TGMF គ្រប់គ្រងសាំងដោយទងសាំងចំនួន8លីត្រចំណែកឯកម្រិតស៊ីប្រេងអន្តរជាតិវិញត្រឹមតែ 42.5 គីឡូម៉ែត្រប៉ុណ្ណោះក្នុង1លីត្រម៉ាស៊ីននេះផងដែរផលិតកម្លាំងបាន 48 PS ក្នុងកម្រិតជុំម៉ាស៊ីន 6750 RPM និងកម្រិតប្រមូល 70 Newton Meters ក្នុងកម្រិតជុំម៉ាស៊ីន 4750 RPM ចំណែកឯកន្លែងដែលទៅហើយឆ្ងាយបំផុតរបស់ម៉ាស៊ីននេះគឺប្រអប់លេខនិងប្រព័ន្ធជំរុញការបើកបរដោយនៅក្នុងឆ្នាំ2015នេះក្រុមហ៊ុន Honda បានបំពាក់ពោះក្បាលថ្មីក្នុងពួកម៉ាស៊ីននេះឲ្យដំណើរការប្រអប់លេខបានកាន់តែស្រួលល្អជាងចំនួនមុនជាពិសេសគឺការគ្រប់គ្រងការបើកបរក្នុងល្បឿនយឺតៗមួយវិញទៀតម៉ូតូនេះក៏មានជំរឿនក្នុងការបើកបរផងដែរដែលរួមមាន Street Road Rain and Gravelក្រៅពីការរៀបរាប់ខាងលើម៉ូតូនេះក៏បំពាក់នូវប្រព័ន្ធបូមជាប្រភេទ Long Travel Suspension របស់ក្រុមហ៊ុន Showa ជាប្រភេទបូមកាត់ SFFCA Sublet Function Front Fork Cut Bridge ប្រវែង41 មីលីម៉ែត្រនិងបូមក្រោយជាប្រភេទ Rolling Suspension
ពោទាំងពីរភ្ជាប់ជាមួយនឹងកង់ដែលកង់មុខមានសម្បកមានទំហំ 120/70 ដក 17MC និងខាងក្រោយមានទំហំ 160/60 ដក 15MC ជាប្រភេទគ្មានពោះវៀនហ្វ្រាំងជាប្រព័ន្ធបញ្ជូនម៉ូតូដ៏សំខាន់ដោយកង់ខាងមុខបំពាក់ខ្លាំងដេកភ្លុះដែលជាប្រភេទហ្វ្រាំងដេកដែលធ្លាប់ប្រើនៅលើ Honda Africa Twin ភ្ជាប់ជាមួយនឹងដុំ Caliper Nissin មានពីស្ទង់ចំនួន4គ្រាប់និងកង់ក្រោយបំពាក់ដោយហ្វ្រាំងដេកចំនួន1ភ្ជាប់ជាមួយនឹងដុំ Caliper Nissin មានពីស្ទង់ចំនួន1ហ្វ្រាំងទាំងពីរនេះមានភ្ជាប់ជាមួយនឹងមុខងារ ABS សរុបមកម៉ូតូ Honda HRV 750cc នេះមានការដាច់កាន់តែស្អាតទៅលើរូបរាងរួមជាមួយនឹងប្រព័ន្ធប្រអប់លេខដែលអាចបើកបរបានស្រួលល្អទៀតនោះកូនក្រុមហ៊ុនជប៉ុននេះពិតជាមានការទាក់ទាញមែនទែនហើយនៅក្នុងឆ្នាំ2025នេះក៏មានជម្រើសពណ៌ថ្មីផងដែរគឺ Sporty Magilo ហើយមើលទៅឆាប់ឆាយទាក់ទាញមែនទែនតែសម្រាប់ខ្ញុំយកចិត្តស្រឡាញ់ Profession តើបងប្អូនអ្នកស្រឡាញ់ម៉ូតូទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះ Honda HRV ឆ្នាំថ្មីនេះសូមធ្វើការបញ្ចេញយោបល់ក្នុងខមមិនខាងក្រោមខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមជម្រាបលាបាយបាយ